លោកពុកហើយបាទលោកពុកតាណាកូនដឹងកំហុសហើយកូនបានជាធ្វើខុសចំពោះលោកពុកកូនមិនទាន់បានតបស្នងលោកពុកទេហេតុអ្វីបានជាបាត់លោកពុកបងប្អូនបាទឥឡូវមកទៀតហើយបាទចំណងជើងគឺលោកឪពុកបាទលោកឪពុកក៏ជាបាត់សម័យរបស់តារាចម្រៀងលោកព្រាបសវត្ថបាទអត្តន័យពីរោះឈឺពើផ្សាការតំអូនតំឯរបស់កូនម្នាក់ដែលបានបាត់ឪពុកដោយពុំទាន់បានទទួលនៅការតបស្នងដែលឪពុកបានខំចិញ្ចឹមបាទក៏ប៉ុន្តែមិនជាបញ្ហាទេថ្ងៃដែលខ្ញុំសូមលើកយកការរបៀបឆ្លាក់អក្សរលោកឪពុកមកបង្ហាញជូនទៅដល់បងប្អូនដើម្បីឲ្យសរសេរអក្សរបានស្អាតនិងមានស្ទាយទាន់សម័យបាទនេះគឺជាការច្នៃប្រឌិតនៃអក្សរឆ្លាក់រាងជ្រុងប៉ុន្តែសក់មូលបាទអញ្ចឹងសក់យើងធ្វើរបៀប highlight បងប្អូនបាទ highlight អញ្ចឹងការច្នៃប្រឌិតឬក៏ជាការបន្ថែមនៅម៉ូដសក់អក្សរគឺយើងកាលណាតែយើងព្យាយាមទៅគឺយើងអាចដឹងតាក់ទិចអស់ទាំងនោះហើយបងប្អូនបាទដូច្នេះខ្ញុំនិយាយរឿយគឺមានតែការខិតខំព្យាយាមសរសេរគូសវាសទេបើយើងទៅអាចការសរសេររបស់យើងរីកចម្រើននិងចេះសរសេរបានស្អាតបាទនេះបងប្អូនការឆ្លាក់របស់យើងក៏បានរួចរាល់ហើយដោយធ្វើសំប៉ែតបាទធ្វើមុខពីរហ្នឹងណាបងប្អូនបាទបន្ទាប់ពីយើងឆ្លាក់រួចយើងគឺបន្ថែមស្រមោលបាទបងប្អូនស្រមោលនេះគឺជាស្រមោលអក្សរដូច្នេះអក្សរដែលយើងសរសេររួចកាលណាយើងដាក់ស្រមោលទៅយើងមើលទៅហាក់បីដូចជាអក្សរនោះបំនៅលើក្រដាសរាមឬក៏ក្រដាសសៀវភៅនោះទេយើងមើលទៅហាក់ដូចជាអក្សរនោះកំពុងតែហោះឬក៏ផុសអណ្ដែតនៅក្នុងក្រដាសដែលយើងសម្លឹងនឹងភ្នែកគឺមើលទៅលេចធ្លោតែម្ដងបាទដូច្នេះការដាក់ស្រមោលក្តីឆ្លាក់អក្សរក្តីគឺមើលក្នុងវីដេអូខ្ញុំបានបង្ហាញនេះគឺបងប្អូននឹងងាយហើយនឹងចេះធ្វើយ៉ាងជប់ចិត្តទុកដាក់បងប្អូននឹងសរសេរបានស្អាតជាងដែលខ្ញុំសរសេរនេះទៀតបាទដូច្នេះបងប្អូនធ្វើការអ្វីក៏ដោយគឺកុំបោះបង់ការព្យាយាមមានតែការព្យាយាមសរសេរហាត់ពត់និងគូសវាសជារៀងរាល់ថ្ងៃទៅធ្វើឲ្យយើងមានបទពិសោធន៍ក៏ដូចជាការសរសេរជាច្រើនលើកច្រើនដងខុសឆ្គងយ៉ាងណាគឺយើងសរសេរទៀតនោះហើយយើងនឹងទទួលបាននៅមេរៀនក៏ដូចជាចំណេះថ្មីដូច្នេះការសរសេរយើងអាចថាជាយាមហើយជាយាមទៀតសរសេរហើយសរសេរទៀតតើតែយើងបានសម្រេចនៅគោលដៅបាទងាកមកការឆ្លាក់អក្សររបស់យើងវិញឥឡូវនេះស្រមោលក៏បានចិត្តរួចរាល់ហើយដែរនៅឡើយយើងថែមអូសពណ៌ដែលយើងធ្វើស្រមោលណាបងប្អូនអញ្ចឹងកន្លែងណាដែលជាជ្រុងនៃអក្សរយើងបាត់វាឲ្យដាមខ្លាំងបន្តិចបាទបងប្អូនដើម្បីយើងមើលទៅដូចឃើញអក្សរនេះវាហាក់ដូចជាអក្សរដែលមានរាងត្រវែងមានជ្រុងបាទយើងមើលទៅគឺវាលេចធ្លោបាទនេះគឺចេញហើយគឺលោកឪពុកដូច្នេះចាំមើលតាការផាត់ពណ៌ស្រមោលរបស់យើងរួចរាល់វានឹងចេញអក្សរបែបណានោះបងប្អូនចាំមើលនៅការចង់បញ្ចប់នៃវីដេអូដូច្នេះកុំឲ្យបងប្អូនធុញទ្រាន់នោះខ្ញុំសូមបង្ហើរសំនៀងគោកបាទជូនបងប្អូនស្ដាប់កំសាន្តនៅពេលដែលកំពុងតែមើលនៃការរបៀបឆ្លាក់អក្សរបាទដិតកាយបណ្ដាលចិត្តឲ្យមិនស្ងប់ចង់ឲ្យគ្រប់យ៉ាងត្រឡប់
ចង់ឃើញមុខពុកលោកមានគុណអតីតកាលពុកខំលីសាញរែកពុនគ្រប់យ៉ាងពុកទ្រាំអត់ធន់ដើម្បីកូនបានដូចគេឯងញើសដូចឈាមក្រំក្រៀមកណ្ដាលថ្ងៃក្តីដល់ផ្ទះមិនថាយប់ជ្រៅបងតាញ់នៅណែបនិតប្រឡាកូននៅតូលងលក់ព្រោះតែសំលេងពុកបំពេឲ្យគេងលក់វងវែងក្រោមស្បៃរាត្រីតែពេលនេះបាត់លុកពុកឆ្ងាយពីភក្ត្ររាបាត់ពុកទៅណាមិនស្ដីកូនស្រែកហៅរកលុកពុកទ្វីបលើមិនប្រណីទៀមទីមកផ្ដាច់និស័យអាយឃ្លីវ៉ាវបាទនេះពិតជាមិនធម្មតាមែនបងប្អូនតាំងរបស់គេបងប្អូនតាំងដែរ